ជំរាបសួរបងប្អូនទាំងអស់គ្នានាងខ្ញុំសារីខ្ញុំសនថ្ងៃនេះពួកយើងទាំងពីរនឹងមកអាប់ដេតទាក់ទងទៅនឹងតម្លៃហាងឆេងមាសនៅថ្ងៃទី6ខែកុម្ភៈឆ្នាំ2026ដោយយើងសង្កេតឃើញថាគិតត្រឹមម៉ោង10ព្រឹកនេះគឺមាស1អោនមានតម្លៃ$4763ដុល្លារមួយដំឡឹងមានតម្លៃ$5739ដុល្លារនិងមួយជីមានតម្លៃ$574ដុល្លារដោយយើងសង្កេតឃើញថាមាសគឺនៅតែបន្តធ្លាក់ចុះជាលំដាប់ដោយសារតែអ្នកវិនិយោគិនកណ្ដាលគឺនៅតែធ្វើការលក់មាសជាបន្តបន្ទាប់ពួកគេគិតថាលុយដុល្លារនឹងអាចរកចំណូលឲ្យពួកគេបានតាមរយៈការចងការប្រាក់ជាដើមព័ត៌មានបន្តខ្ញុំនឹងសូមឲ្យសនជាអ្នកបកស្រាយបន្ថែមអូខេសម្រាប់ព័ត៌មានបន្ទាប់នេះក៏ដោយសារតែក្រសួងការបរទេសរបស់អឺរ៉ង់បានធ្វើកិច្ចចរចានុយក្លេអ៊ែរជាមួយនឹងសហរដ្ឋអាមេរិកដែលបណ្ដាលឲ្យមានភាពតានតឹងទៅលើភូមិសាស្ត្រនយោបាយមានការថយចុះជាលំដាប់មួយទៀតក៏ដោយសារតែការធ្លាក់ចុះនៃតម្លៃប្រាក់ដុល្លារបង្កឲ្យមានសម្ពាធទៅលើតម្លៃរបស់មាសផងដែរដែលតម្លៃប្រាក់ដុល្លារមានការប្រែប្រួលខ្លាំងរហូតដល់$90ក្នុងរយៈពេលខ្លីមុនពេលដែលធ្លាក់ចុះដល់17%អញ្ចឹងដែលធ្វើឲ្យតម្លៃមាសក៏មានការធ្លាក់ចុះទៅតាមនឹងដែរប្រាក់ដុល្លារមានភាពរឹងមាំក៏ដោយសារតែទិន្នន័យសេដ្ឋកិច្ចមានភាពវិជ្ជមានបូកផ្សំជាមួយនឹងព័ត៌មានការតែងតាំងប្រធានថ្មីនៃ FED អញ្ចឹងធ្វើឲ្យមាសមានការប្រែប្រួលជាលំដាប់រយៈពេលប្រហែលថ្ងៃនេះអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាមានចម្ងល់ទៅលើហាងឆេងមាសបងប្អូនគ្នាអាចតាក់ទងស៊ូមកាន់ក្រុមរបស់ពួកយើងបាន